Đến đâyក្រុងអយុធ្យាដែនដីក្រុងអយុធ្យាជាភស្តុតាងសំខាន់ដែលកត់ត្រាពីភាពរុងរឿងរបស់រាជធានីមួយនេះដោយក្រុងនេះមានលក្ខណៈជាកោះមានទន្លេ3ខ្សែព័ទ្ធជុំវិញជារបាំងការពារក្រុងគឺទន្លេលបបុរីខាងជើងទន្លេចៅប្រយ៉ាទិសខាងលិចនិងខាងត្បូងទន្លេបាសាក់ទិសខាងលិចនៅខាងក្នុងក្រុងមានជីកសិនជាច្រើនជាន់ដើម្បីជាផ្លូវគមនាគមន៍សំខាន់និងជាកន្លែងយកទឹកមកធ្វើកសិកម្មទើបពួកលោកខាងលិចហៅអាណាចក្រក្រុងអយុធ្យាថាវិន័យទីក្រុងប្រទេសអ៊ីតាលីរបស់លោកខាងកើតឬក្រុងទន្លេសម្ដេចព្រះរាមាធិបតីទី1ព្រះបាទអ៊ូថងទ្រង់ស្ថាបនាក្រុងអយុធ្យាឡើងមកជារាជធានីនៅឆ្នាំ1350រយៈពេល417ឆ្នាំរាជធានីនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងភូមិភាគនិងជាកន្លែងរួមមនុស្សជាច្រើនជាតិសាសន៍ទាំងជនជាតិចិនមនខ្មែរម៉ាឡាយូឥណ្ឌាប៉ែកព័រទុយហ្គាល់ហូឡង់និងបារាំងដោយពុទ្ធសាសនានិងសាសនាព្រាហ្មណ៍មានឥទ្ធិពលចំពោះវិថីជីវិតប្រពៃណីនិងសិល្បៈវប្បធម៌របស់ប្រជាជនក្រុងអយុធ្យារីកចម្រើនរុងរឿងខាងសិល្បៈវប្បធម៌ផ្នែកផ្សេងមិនថាស្ថាបត្យកម្មវិចិត្រកម្មបដិមាកម្មឬហត្ថកម្មសម័យរុងរឿងបំផុតមួយរបស់សម័យអយុធ្យាគឺសម័យសម្ដេចព្រះនរាយណ៍មហារាជឆ្នាំ1656ដល់ឆ្នាំ1688មានទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មនិងការទូតជាមួយលោកខាងលិចនិងចាត់ជាយុគដែលអក្សរសាស្ត្រមានការរីកចម្រើនជាខ្លាំងផងដែរគួរក៏សម្គាល់ដែរថាក្រុងអយុធ្យានេះធ្លាប់បរាជ័យរហូតបាត់បង់ក្រុងឲ្យទៅភូមាដល់ទៅ2ដងក្នុងសម័យរបស់ព្រះបាទព្រះមហិន្ទ្រាធិរាជ1569និងសម័យព្រះបាទឯកថាត1767ដែលលើកក្រោយនេះចាត់ថាជាចុងបញ្ចប់នៃអាណាចក្រអយុធ្យា